អ្នកឆ្នាំទាំង3ពីក្មេងចរិតរឹងរូសបន្តិចតែចាស់ទៅរឹតតែមានសំណាងជីវិតរបស់មនុស្សដែលកើតក្នុងឆ្នាំទាំង3ខាងក្រោមនេះការលន់តែចាស់កាន់តែមានសំណាងកាន់តែមានភាពពេញលេញហើយពេលចាស់ទៅមិនចាំបាច់ខ្វល់ខ្វាយរឿងលុយកាក់ទេ1ឆ្នាំជ្រូកហោរាសាស្ត្រនិយាយថាឆ្នាំជ្រូកតែងតែមានអ្នកមានបុណ្យនៅក្បែរខ្លួនតែជួយថែរក្សាដូច្នេះហើយទោះកើតក្នុងគ្រួសារក្រីក្រយ៉ាងណាក៏មនុស្សឆ្នាំនេះនៅតែអាចប្រកបមុខរបរដោយដៃទេស្ងប់ចិត្តជំនះការលំបាកនិងឈានទៅមុខបានដែរនៅលើផ្លូវនៃជីវិតចូលបង្កើតជីវិតដ៏រីករាយនិងវិបុលភាពសម្រាប់ខ្លួនអ្នកពួកគេមិនត្រឹមតែជួបសំណាងល្អក្នុងជីវិតប៉ុណ្ណោះទេប៉ុន្តែទោះជាពួកគេធ្វើអ្វីក៏ដោយពួកគេនឹងដំណើរការទៅដោយរលូន2ឆ្នាំវកអ្នកកើតឆ្នាំវកមានលាភសំណាងអ្វីនឹងមានភាពងាយស្រួលនិងរលូនល្អការងាររបស់មនុស្សឆ្នាំវកមានការផ្លាស់ប្ដូរជាវិជ្ជមានជាច្រើនការសម្រេចចិត្តដែលអ្នកធ្វើមានប្រសិទ្ធភាពយ៉ាងឆាប់រហ័សនាំមកនូវប្រាក់ចំណូលយ៉ាងច្រើនរាសីខ្ពស់ដែលពោពេញដោយផ្កាយសំណាងប្រសិនបើអ្នកចាប់យកឱកាសនេះមិនត្រឹមតែទទួលបានផលចំណេញច្រើនប៉ុណ្ណោះទេប៉ុន្តែអ្នកនិងក្រុមគ្រួសាររបស់អ្នកក៏នឹងទទួលបាននូវពរជ័យផងដែរលើសពីនេះទៀតលាភសំណាងក៏ចូលមកដល់ជោគវាសនាដែរជាងត្រូវបានមនុស្សជាច្រើនដេញតាមដូច្នេះប្រសិនបើនរណាម្នាក់ចង់យកឈ្នះពួកគេត្រូវតែចាត់វិធានការក្នុងពេលឆាប់នេះ3ឆ្នាំរោងអ្នកកើតឆ្នាំរោងជាមនុស្សមានចរិតខ្លាំងពួកគេតែងតែដើរតួជាអ្នកសម្រេចចិត្តក្នុងព្រឹត្តិការណ៍នានាមិនថាតូចឬធំនោះឡើយអ្នកកើតឆ្នាំរោងក៏ជាមនុស្សទៀងត្រង់ដែរក្នុងជីវិតគេមិនចូលចិត្តបោកបញ្ឆោតមនុស្សដោយពាក្យអសុរោះទេអ្នកកើតឆ្នាំរោងមិនចូលចិត្តធ្វើរឿងមិនល្អក្នុងការងារទេទោះបីជាយ៉ាងណាក៏ដោយនាគសន្យាថានឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងវ័យចាស់មនុស្សឆ្នាំរោងដែលមានជីវភាពធូរធារ